វិន័យនិងអារម្មណ៍វាមិនដូចគ្នាទេបើអ្នកទាំងអស់គ្នាធ្វើការតាមអារម្មណ៍ការងាររបស់អ្នកទាំងអស់គ្នានឹងម្ដងឡើងម្ដងចុះប្រៀបដូចជាទឹកសមុទ្រអញ្ចឹងហើយបើអ្នកទាំងអស់គ្នាធ្វើការទៅតាមវិន័យវិញនោះវានឹងធ្វើឲ្យអ្នកទាំងអស់គ្នាធ្វើការបានយូរហើយបានលទ្ធផលល្អប្រសើរទៀតផងអញ្ចឹងហើយបានជានៅក្នុងថ្ងៃនេះខ្ញុំលើកយកអំពីការធ្វើសកម្មភាពប្រចាំថ្ងៃមួយចំនួនដោយមានវិន័យបំផុតមកចែករំលែកទៅកាន់អ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំសូមនាំអ្នកទាំងអស់គ្នាមកស្គាល់អំពីវិន័យជាមុនសិនថាតើអ្វីជាវិន័យហើយសួរថាតើវិន័យនឹងវាសំខាន់ប៉ុណ្ណាសម្រាប់ការរស់នៅប្រចាំថ្ងៃរបស់យើងឥឡូវកុំឲ្យខាតពេលវេលាវិន័យនៅទីនេះគឺខ្ញុំចង់សម្ដៅទៅលើការគ្រប់គ្រងខ្លួនឯងឲ្យបានល្អការរឹតបន្តឹងទៅលើខ្លួនឯងនិងការដឹកនាំខ្លួនឯងទៅរកផ្លូវល្អនឹងឯងដោយខ្ញុំបានរៀបរាប់ខាងលើរួចមកហើយអញ្ចឹងថាវិន័យវាសំខាន់ជាងអារម្មណ៍ព្រោះវិន័យដឹកនាំយើងឲ្យយើងធ្វើការទោះបីជាយើងគ្មានអារម្មណ៍នៅក្នុងការធ្វើការក៏ដោយក៏យើងនៅតែអាចបន្តធ្វើការបានដូចធម្មតាខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលបានកំណត់ពីគោលដៅជីវិតរបស់ខ្លួនឯងនោះរាប់ភ្លេចទៅហើយបើតាមខ្ញុំចាំតាំងពីឆ្នាំ2019មកម្លេះដែលខ្ញុំចាប់ផ្ដើមកំណត់គោលដៅប្រចាំខែប្រចាំឆ្នាំថាចង់ចេះភាសាអង់គ្លេសចង់ហាត់ប្រាណនិងចង់សល់ប៉ុណ្ណេះសល់ប៉ុណ្ណោះអញ្ចឹងទៅប៉ុន្តែជាក់ស្ដែងខ្ញុំធ្វើបានតែប្រហែលថ្ងៃតែប៉ុណ្ណោះទេក៏ចាប់ផ្ដើមភ្លេចខ្លួនហើយទម្លាក់នៅគោលដៅដែលខ្លួនបានគិតនិងសរសេរដាក់នៅលើกระดาษសភៅនោះអស់អស់លេងទៅដល់ពេលសកម្មភាពរបស់យើងមិនបានធ្វើអ្វីដែលតាក់ទងជាមួយនឹងគោលដៅប្រចាំឆ្នាំរបស់យើងវាក៏ធ្វើឲ្យយើងនឹងមិនសម្រេចនៅអ្វីដែលយើងបានដៅមកកាលពីដើមឆ្នាំនោះទេប៉ុន្តែនៅក្នុងអំឡុងឆ្នាំ2026ដែលយើងកំពុងតែស្ដាប់វីដេអូនេះគឺខ្ញុំបានរកឃើញនៅធម៌ពលពិសេសមួយដែលវាធ្វើឲ្យខ្ញុំអាចអនុវត្តបាននៅគោលដៅប្រចាំឆ្នាំរបស់ខ្ញុំនឹងបានល្អហើយនឹងតែងតែមានសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំនឹងជាហូរហែទៅឥឡូវនេះខ្ញុំសូមលើកយកនៅសកម្មភាពនៅក្នុងខែមករាយកមកបង្ហាញបងប្អូនទាំងអស់គ្នាឲ្យបានដឹងទុកជាការចែករំលែកមួយឲ្យបងប្អូនទាំងអស់គ្នារៀនសូត្រតាមបើគិតថាវាល្អតែបើសិនជាគិតថាវាមិនល្អទេគ្រាន់តែស្ដាប់ចោលទៅបានហើយខ្ញុំអត់មានបខំអីទេអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថានៅរៀងរាល់ថ្ងៃទី31ខែធ្នូវាជាពេលមួយដែលពួកគេសប្បាយអបអរសាទរជាមួយនឹងឆ្នាំថ្មីដែលនឹងជិតមកដល់តែមានតែមនុស្សមួយភាគតូចប៉ុណ្ណោះដែលគេព្យាយាមនៅគិតគូរអំពីគោលដៅឬសកម្មភាពដែលនឹងមកដល់នៅក្នុងឆ្នាំថ្មីនេះថាតើខ្លួនឯងត្រូវធ្វើអ្វីខ្លះនៅក្នុងឆ្នាំថ្មីនេះដើម្បីឲ្យបានសម្រេចនៅអ្វីដែលពួកគេចង់បានក្នុងនោះក៏មានខ្ញុំម្នាក់ដែរដែលបានទាញបេកទាញសិភៅមកអង្គុយគិតពីគោលដៅជីវិតរបស់ខ្លួនឯងនៅក្នុងឆ្នាំ2026ដូចអ្នកទាំងអស់គ្នាកំពុងតែឃើញអញ្ចឹងនៅក្នុងគោលដៅសកម្មភាពនេះគឺជាគោលដៅរបស់ខ្ញុំរយៈពេល1ឆ្នាំពេញនៅក្នុងឆ្នាំ2026ខ្ញុំអត់មានអីត្រូវលាក់បាំងអ្នកទាំងអស់គ្នាទេខ្ញុំចង់ចែករំលែកវាទៅកាន់អ្នកទាំងអស់គ្នាដើម្បីឲ្យអ្នកទាំងអស់គ្នាបានរៀនសូត្រនៅចំណុចដែលល្អៗដែលខ្ញុំបានចែករំលែកទៅអញ្ចឹងនៅក្នុងគោលដៅសកម្មភាពឆ្នាំ2026របស់ខ្ញុំនេះខ្ញុំចែកវាជា4ចំណុចធំដែលចំណុចទី1នោះគឺជាចំណុចដែលត្រូវតែសម្រេចឲ្យបានហើយចំណុចទី2គឺជាចំណុចដែលខ្ញុំព្យាយាមសម្រេចវាហើយនឹងចំណុចទី3គឺធម្មតាតែត្រូវធ្វើឲ្យបានច្រើនជាងអត់និងចំណុចទី4សម្រេចក៏បានមិនសម្រេចក៏បានអញ្ចឹងនៅក្នុង4ចំណុចនេះគឺជាការបែងចែកសកម្មភាពគោលដៅមួយចំនួនដែលខ្ញុំដាក់ទៅនឹងធ្វើយ៉ាងណាឲ្យវាបានសម្រេចហើយមានគោលដៅខ្លះគឺសម្រេចក៏បានអត់ក៏បានដូចអ្នកទាំងអស់គ្នាបានឃើញអញ្ចឹងឥឡូវខ្ញុំមកបង្ហាញអំពីគោលដៅសកម្មភាពចំណុចទី1ដែលជាគោលដៅសំខាន់បំផុតខ្ញុំដាក់នោះ
គឺត្រូវតែសម្រេចឲ្យបានអញ្ចឹងនៅក្នុងកឡោនទី1ដែលដាក់ទៅនេះគឺជាការដាច់ខាតតែម្ដងដើម្បីឲ្យគោលដៅរបស់ខ្ញុំបានសម្រេច 100% ចំណុចទី1នោះគឺការសន្សំប្រាក់ឲ្យបាន $2,500 អញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាតើនៅក្នុងមួយឆ្នាំអ្នកទាំងអស់គ្នាអាចសន្សំបានប្រមាណយើងដាក់ប៉ុណ្ណឹងទៅវាអាស្រ័យទៅលើការងារដែលអ្នកទាំងអស់គ្នាបានធ្វើថានៅក្នុងមួយខែយើងទទួលបាននៅប្រាក់ប្រចាំខែនឹងប៉ុន្មានហើយយើងគិតថានៅក្នុងមួយខែតើយើងដកសន្សំចំនួនប៉ុន្មានដុល្លារឬក៏ប៉ុន្មានម៉ឺនដើម្បីឲ្យមួយឆ្នាំយើងសម្រេចវាបានប៉ុណ្ណឹងអញ្ចឹងនេះគឺជាចំនួនមួយដែលខ្ញុំដាក់សម្រាប់ផ្ទាល់ខ្លួនខ្ញុំទេប្រសិនបើបងប្អូនផ្សេងមានការងារដែលល្អមានប្រាក់ខែដែលច្រើនក៏អាចសន្សំទៅតាមអ្វីដែលបងប្អូនអាចទៅរួចដែរហើយចំពោះបងប្អូនដែលមិនមានប្រាក់ខែច្រើនទេយើងក៏អាចសន្សំតិចតួចទៅតាមលទ្ធភាពដែលបងប្អូនអាចធ្វើបានដូចគ្នាហើយចំណុចទី2នោះគឺការធ្វើដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបអ្វីដែលខ្ញុំត្រូវតែសម្រេចឲ្យបាននៅក្នុងឆ្នាំនោះគឺជាដំណើរកម្សាន្តទៅកាន់ខេត្តសៀមរាបព្រោះជាបំណងប្រាថ្នារបស់គ្រួសារខ្ញុំហើយខ្ញុំក៏នឹងជួយសម្រេចវាឲ្យបានផងដែរហើយចំណុចទី3គឺ page របស់ខ្ញុំត្រូវបានឡើងទៅដល់ 100k follower ដែលបច្ចុប្បន្ននេះបានចំនួន 50k follower ហើយដើម្បីឲ្យគោលដៅសកម្មភាពនេះត្រូវសម្រេចបាននោះគឺតលតែខ្ញុំព្យាយាមផុសវីដេអូពីមួយថ្ងៃទៅមួយថ្ងៃទៅតាមការវិភាគឬក៏ទៅតាមពេលវេលាដែលខ្លួនឯងឆ្លៀតបានអញ្ចឹងទៅពួកអីខ្ញុំមិនមែនជាអ្នកផលិតវីដេអូតែម្ដងទេខ្ញុំក៏មានការងារផ្ទាល់ខ្លួនរបស់ខ្ញុំការងារពេញម៉ោងរបស់ខ្ញុំធ្វើដែរហើយការដែលខ្ញុំផលិតវីដេអូនេះវាគឺជាចំណង់ចំណូលចិត្តមួយនៃការចែករំលែកតែប៉ុណ្ណោះហើយចំណែកឯគោលដៅទី5របស់ខ្ញុំនោះគឺការទិញកុំព្យូទ័រមួយដែលមានតម្លៃប្រហែលជា7ទៅ800ដើម្បីយកមកជួយសម្រួលដល់ការងារបច្ចេកទេសនៅក្នុងការកាត់វីដេអូរបស់ខ្ញុំនឹងឲ្យកាន់តែល្អមួយកម្រិតទៀតអញ្ចឹងអានេះគឺជាគោលដៅដែលខ្ញុំដាក់ដែលត្រូវតែសម្រេច 100% តែម្ដងធ្វើយ៉ាងណាឲ្យនៅក្នុងឆ្នាំ2026នេះវាអាចសម្រេចបាន 100% ចំណែកឯគោលដៅនៅក្នុងសកម្មភាពទី2វិញវាក៏ជាគោលដៅដែលត្រូវសម្រេចដូចគ្នាប៉ុន្តែជាគោលដៅមួយដែលយើងមិនដាច់ខាតទេមានន័យថាវាអាចសម្រេចក៏បានវាអាចអត់ក៏បានក៏ប៉ុន្តែខ្ញុំនឹងព្យាយាមធ្វើយ៉ាងណាឲ្យវាសម្រេចបានច្រើនបំផុតនៅក្នុងសកម្មភាពដែលខ្ញុំបានដាក់នេះទី1គឺការអានសៀវភៅចំនួន25ក្បាលខ្ញុំធ្លាប់ដាក់គោលដៅខ្លួនឯងថាអានសៀវភៅឲ្យបាន35ក្បាលនៅក្នុងឆ្នាំចាស់ប៉ុន្តែជាក់ស្ដែងទៅគឺអត់បានចាប់ផ្ដើមអានទេនៅក្នុងមួយឆ្នាំហ្នឹងគឺខ្ញុំអាចសម្រេចបានតែ2ក្បាលតែប៉ុណ្ណោះអញ្ចឹងវាគឺជាកំហុសឆ្គងមួយចំនួនដែលខ្ញុំអាចរៀនបាននិងយកមកកែប្រែនៅក្នុងឆ្នាំនេះហើយសង្ឃឹមថាឆ្នាំនេះខ្ញុំនឹងអាចសម្រេចវាបានដូចគ្នាហើយចំណុចទី2គឺការរត់និងដើរបាន15គីឡូនៅក្នុងពេលវេលាថ្ងៃណាមួយដែលខ្ញុំនឹងសម្រេចវាបានព្រោះអីនៅក្នុងបច្ចុប្បន្ននេះខ្ញុំអាចដើរនិងរត់បានចំនួន5គីឡូហើយដែលយើងព្យាយាមធ្វើវាជាប់លាប់ជារៀងរាល់ថ្ងៃហើយនៅក្នុងចំណុចទី3វិញគឺជាគោលដៅដែលខ្ញុំចង់បានគីឡូដោយសារតែបច្ចុប្បន្ននេះខ្ញុំមានរូបរាងនៅស្គមនៅឡើយមិនទាន់មានគីឡូដែលខ្ញុំចង់បានអញ្ចឹងខ្ញុំមានតែរៀបចំការយកគីឡូចំនួន62ទៅ65នៅក្នុងឆ្នាំ2026នេះដោយការយើងព្យាយាមញ៉ាំព្យាយាមហាត់ប្រាណនិងធ្វើឲ្យគីឡូរបស់យើងអាចឡើងទៅតាមអ្វីដែលយើងចង់បានហើយនៅក្នុងចំណុចទី4វិញគឺការចេះប្រើប្រាស់កាលទាំង12នៅក្នុងភាសាអង់គ្លេសហើយ12នេះគឺខ្ញុំបែងចែកវាទៅលើការសិក្សានឹងនៅក្នុងមួយខែគឺខ្ញុំរៀនតែមួយកាលតែប៉ុណ្ណោះ
រយៈពេល1ឆ្នាំយើងមាន12ខែអញ្ចឹងយើងរៀន12កាលយើងនឹងអាចចេះបានហើយខ្ញុំគិតងាយប៉ុណ្ណឹងដើម្បីឲ្យងាយស្រួលនៅក្នុងការអនុវត្តទៅលើសកម្មភាពប្រចាំថ្ងៃរបស់ខ្ញុំហើយចំណុចទី5ចុងក្រោយគេនោះគឺអានសរសេរនិងនិយាយភាសាអង់គ្លេសបច្ចុប្បន្នគឺខ្ញុំមិនទាន់អាចប្រើប្រាស់បានទេភាសាអង់គ្លេសរបស់ខ្ញុំគឺនៅមានកម្រិតនៅឡើយអញ្ចឹងហើយជាអ្វីដែលខ្ញុំចង់បាននៅក្នុងឆ្នាំនឹងខ្លាំងមែនទែននោះគឺការអានការសរសេរនិងនិយាយភាសាអង់គ្លេសបានល្អប្រសើរជាងឆ្នាំមុនទៀតហើយចំពោះគោលដៅសកម្មភាពនៅក្នុងកន្លងទី3វិញធម្មតាតែត្រូវធ្វើឲ្យបានច្រើនជាងអត់ហ្នឹងមានន័យថានៅក្នុង5ចំណុចដែលខ្ញុំបានដាក់នេះយើងអាចសម្រេចធ្វើយ៉ាងណាឲ្យសម្រេចបានច្រើន5បើសិនជាសម្រេចបាន3មានន័យថាច្រើនហើយសម្រេចបាន4ក៏វាច្រើនដែរហើយបើសម្រេចទាំងអស់ក៏កាន់តែល្អនិងចំណុចទី4ចុងក្រោយនោះគឺការសម្រេចក៏បានមិនសម្រេចក៏បានអញ្ចឹងអានេះគឺជាគោលដៅគ្រាន់តែខ្ញុំដាក់មកចោលទេប៉ុន្តែបើវាសម្រេចបានយើងគ្រីសមកហើយបើសម្រេចមិនបានទេក៏យើងមិនជាបញ្ហាដែរសំខាន់បំផុតគឺនៅក្នុងកន្លងទី1និងកន្លងទី2នេះគឺជាអ្វីដែលខ្ញុំរៀបចំគោលដៅរបស់ខ្ញុំក្នុងឆ្នាំ2026សង្ឃឹមថាបងប្អូននឹងអាចយកទៅកែច្នៃកែកុនយ៉ាងម៉េចរៀនសូត្រដាក់សកម្មភាពរបស់ខ្លួនឯងចូលមកដោយផ្លាស់ប្ដូរពីសកម្មភាពរបស់ខ្ញុំនេះចេញទៅវានឹងអាចคล้ายទៅជាគោលដៅរបស់បងប្អូនវិញហើយអញ្ចឹងគោលដៅទាំងអស់នឹងអាចសម្រេចទៅបានលុះត្រាតែយើងមានសកម្មភាពដែលយើងត្រូវអនុវត្តធ្វើជាប្រចាំថ្ងៃនឹងឲ្យតាក់ទងជាមួយនឹងគោលដៅរបស់យើងហើយនេះគឺជាសកម្មភាពនៅក្នុងខែមករាដែលខ្ញុំបានធ្វើជាតារាងបែបនេះបងប្អូនក៏អាចយកទៅកែច្នៃយ៉ាងម៉េចដាក់សកម្មភាពរបស់បងប្អូនចូលទៅក៏បានដែរដោយនៅក្នុងតារាងមុនគេនេះគឺជាតារាងលេខរៀងចាប់ពីលេខ1ដល់លេខ21បាទកន្លែងហ្នឹងគឺខ្ញុំដាក់លើសបន្តិចជាមួយនឹងសកម្មភាពរបស់ខ្លួនឯងណានៅក្នុងតារាងប្រឈរហ្នឹងហើយបន្ទាប់មកទៀតនៅក្នុងកន្លងទី2គឺសកម្មភាពត្រូវធ្វើប្រចាំថ្ងៃអញ្ចឹងយើងរាយសកម្មភាពដែលយើងត្រូវធ្វើប្រចាំថ្ងៃនឹងមកថាយើងត្រូវធ្វើអ្វីខ្លះដែលសកម្មភាពរបស់ខ្ញុំមានដូចជាការក្រោកម៉ោង5ព្រឹកខលទៅអ្នកផ្ទះផឹកទឹកឲ្យបាន2លីត្ររៀនភាសាអង់គ្លេសនឹងមានចំណុចជាច្រើនទៀតរាយមករហូតដល់ចំណុចទី17ចឹងមកហើយបើសិនជាយើងដាក់តែត្រឹម17ហ្នឹងក៏បានដាក់លើសដល់18 19ហ្នឹងក៏បានដែរទៅតាមសកម្មភាពប្រចាំថ្ងៃដែលបងប្អូនចង់ធ្វើវាឲ្យបានសម្រេចនិងសកម្មភាពមួយចំនួនទៀតដែលបងប្អូនចង់ដកវាចេញជាដើមហើយចំពោះលេខ1លេខ2លេខ3ដែលយើងសរសេរផ្ដេករហូតទៅដល់លេខ31នោះអាហ្នឹងគឺជាចំនួនថ្ងៃនៅក្នុងខែមករាបើសិនជាវាមានត្រឹម30យើងដាក់ត្រឹម30ទៅតែបើសិនជាវាមានរហូតដល់31យើងដាក់វារហូតដល់31ទៅអញ្ចឹងនៅក្នុងមួយថ្ងៃគឺយើងគ្រីសម្ដងបើសិនជាយើងអាចក្រោកនៅម៉ោង5ព្រឹកបានបងប្អូនគ្រីសនៅក្នុងកន្លងម៉ោង5ព្រឹកហ្នឹងទៅថ្ងៃទី1យើងគ្រីសបានយើងក៏គ្រីសទៅហើយបើសិនជាយើងធ្វើមិនបានទេយើងក៏ខ្វែងវាទៅអញ្ចឹងអ្វីដែលខ្ញុំដាក់មកទាំងអស់នេះសង្ឃឹមថាបងប្អូននឹងអាចមើលយល់បានហើយចំពោះតារាងបញ្ឈរឬក៏កន្លងបញ្ឈរនៅក្នុងទី1ទី2ទី3ហ្នឹងមកខាងក្រោមគេបងប្អូននឹងឃើញថាយើងដាក់លេខ9ភាគ17ឬក៏13ភាគ17មានន័យថានៅក្នុងសកម្មភាពទាំង17របស់ខ្ញុំហ្នឹងគឺវាធ្វើបានតែ9ទេនៅក្នុងថ្ងៃទី1ហើយថ្ងៃទី2ខ្ញុំធ្វើបានចំនួន13ចំណុចថ្ងៃទី3គឺធ្វើបាន11ចំណុចយើងមើលទៅវាគួរឲ្យធុញប៉ុន្តែបើសិនជាបងប្អូនសាកធ្វើបានដឹងថាវាសប្បាយនៅក្នុងការតាមដានជីវិតរបស់ខ្លួនឯងវាសប្បាយនៅក្នុងការធ្វើខ្លាំងមែនទែនហើយខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទាំងអស់គ្នាសាកចាប់ផ្ដើមធ្វើបែបនេះដើម្បីឲ្យខ្លួនឯងបានតាមដានពីជីវិតរបស់យើងថាតើនៅក្នុងមួយថ្ងៃហ្នឹងយើងបានធ្វើអ្វីខ្លះដែលជាប្រយោជន៍សម្រាប់ខ្លួនឯង
ហើយក្រៅពីតារាងសកម្មភាពដែលខ្ញុំបានសរសេរនេះក៏មានតារាងមួយទៀតដែលជាក្រាបខ្សែខ្ញុំគូសវាជារៀងរាល់ថ្ងៃដូចគ្នាដែរអ្វីដែលបងប្អូនកំពុងតែឃើញនេះគឺមានដូចជាមួយនឹងសកម្មភាពដែលខ្ញុំបានដាក់នៅក្នុងតារាងពីមុនដែរក៏ប៉ុន្តែយើងគ្រាន់តែដាក់ទៅលើចំនួនសកម្មភាពរបស់យើងតែប៉ុណ្ណោះដោយដាក់ពីលេខ1លេខ2លេខ3រហូតទៅដល់សកម្មភាពរបស់យើងមានប្រមាណចំណុចយើងដាក់ប៉ុណ្្នឹងទៅអញ្ចឹងលេខពីខាងក្រោមដែលបងប្អូនឃើញលេខ1លេខ2រហូតទៅដល់លេខ17នេះអាហ្នឹងគឺជាសកម្មភាពដែលខ្ញុំបានធ្វើវាឬក៏ជាសកម្មភាពដែលខ្ញុំបានដាក់ខាងដើមអញ្ចឹងហើយចំណែកឯ18 19 20 21ហ្នឹងដោយសារតែសកម្មភាពរបស់ខ្ញុំមិនដល់ហ្នឹងខ្ញុំក៏ខ្វែងកឡោនខាងលើនឹងចោលតែម្ដងទៅហើយចំពោះថ្ងៃទី1បើសិនបើបងប្អូនអនុវត្តឬក៏ធ្វើបាន9ចំណុចយើងចុចនៅក្នុងកឡោនលេខ9ទៅហើយដល់ពេលនៅក្នុងថ្ងៃទី2បើសិនបើបងប្អូនអាចធ្វើវាបានរហូតទៅដល់13ចំណុចយើងចុចនៅក្នុងកឡោនទី13ទៅហើយយើងគូសបន្ទាត់ភ្ជាប់គ្នាបែបនេះយើងបន្តធ្វើវារយៈពេល1ខែពេញដោយការគូសឡើងចុះទៅតាមសកម្មភាពដែលយើងធ្វើវាជាប់លាប់បើសិនជាធ្វើបានច្រើនយើងនឹងឡើងដល់ខ្ពស់ប៉ុន្តែនៅក្នុងខែមករានេះសកម្មភាពដែលខ្ញុំធ្វើបានច្រើនបំផុតនោះគឺត្រឹមតែ16សកម្មភាពតែប៉ុណ្ណោះហើយក៏មានសកម្មភាពនៅក្នុងថ្ងៃខ្លះដូចបងប្អូនបានឃើញអញ្ចឹងគឺថ្ងៃទី21ខែមករាហ្នឹងគឺធ្លាក់ចុះខ្លាំងមែនទែនស្ទើរតែដល់បាតតារាងទៅហើយប៉ុន្តែយ៉ាងណាក៏ដោយក៏យើងនៅតែព្យាយាមធ្វើវាឲ្យបានច្រើននៅពេលដែលយើងឃើញថាសកម្មភាពរបស់យើងនឹងវាធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃឥឡូវវីដេអូក៏បានឈានមកដល់ទីបញ្ចប់ហើយបងប្អូនឃើញពីអត្ថប្រយោជន៍នៃការរស់នៅឲ្យមានវិន័យគឺយើងអាចធ្វើសកម្មភាពបានច្រើននិងមានប្រយោជន៍ថែមទៀតផងហើយជាពិសេសគឺការមានវិន័យធ្វើឲ្យយើងធ្វើបានជាប់លាប់និងដឹងថាអ្វីដែលជាការងារមានប្រយោជន៍សកម្មភាពមានប្រយោជន៍និងសកម្មភាពដែលគ្មានប្រយោជន៍អរគុណសង្ឃឹមថាបងប្អូននឹងរីកចម្រើនទៅជាមួយខ្ញុំដែរជម្រាបលា